ពលរដ្ឋយើងមិនថាជាមនុស្សអាក្រក់ទេគ្រប់គ្នានឹងសិតតែមនុស្សល្អប៉ុន្តែអ្វីដែលមកមិនល្អគឺថាការពេកដែលការខ្វះគិតខ្វះការពិចារណាទៅលើលោកនឹងនរណាទៅស្អប់ផែនដីខ្លួនឯងនោះនរណាទៅស្អប់ជាតិសាសន៍ខ្លួនឯងប៉ុន្តែពេលខ្លះទៅយើងវាមកបាំងទៅឬក៏ថាចាញ់ការអូទាញរបស់គេទៅយើងនឹងស្ថិតនៅក្នុងភាពក្តៅក្រហាយហើយមើលមុខគ្នាមិនយល់អញ្ចឹងបានតែក្នុងបទពងសាវតាខ្មែរភាគ1ណាឥឡូវគេសូត្រតែបទក្រោយមកទេបទថ្មីមកបទមួយទៀតនោះគេលែងសូត្រណាបទនោះកតុយបទនោះចង់បញ្ជាក់ថាណែខ្មែរអើយចូលចាំជាក់ថាគ្មានបរទេសណាអាចស្រាយបញ្ហាសិលធម៌បានមានតែខ្លួនយើងព្យាយាមតាំងចិត្តមេត្តាសន្តានកន្លងធម៌ព្រំវិហារបានជាតិយើងសុខសាន្តអំណាចនៃកម្ពុជាបានន័យថារឿងសិលធម៌របស់ខ្មែរនេះមិនអាចយកបរទេសណាយកមកលុបដៃបានទេដោះស្រាយមិនចេញទេក្រៅតែពីខ្មែរយើងណែជាអ្នកដែលដោះស្រាយគ្នាយើងគឺចាប់ផ្ដើមពីខ្លួនយើងហ្នឹងចាស់ទុំប្រើសុជីវធម៌ជាមួយនឹងក្មេងជំទង់ប្រើជីវធម៌ពាក្យសម្ដីជាមួយក្មេងកុមារាកុមារីក្មេងកុមារាកុមារីប្រើពាក្យផ្អែមល្ហែមទន់ភ្លន់ជាមួយនឹងក្មេងតូចអញ្ចឹងបានការប្រើពាក្យផ្អែមល្ហែមទន់ភ្លន់នឹងវាវិលចុះវិលឡើងមកធ្វើឲ្យសង្គមយើងទៅជាសង្គមដែលមានសុជីវធម៌កន្លងធម៌ឡើងវិញមកបានខ្ញុំបានមានអញ្ចឹងហើយពងសាវតាខ្មែរនោះក៏បានបញ្ជាក់ទៀតដែរថាម៉ែអើយចូលចាំជាក់ថាជាតិខេមរាធ្លាក់អាប់អោនទឹកដីខាតបង់លិចលង់សិលធម៌ពូជសាសតកូលបរទេសឈ្លានពានជិះជាន់រឹបអស់លួចប្លង់ប្រទេសយើងគ្មានប្រណីហោហាយទៅទៀតបាត់នឹងរហូតដល់កតុយទី2ហ្នឹងបានខ្មែរអើយចូលចាំជាក់ថានឹងតាមពងសាវតាជាតិខេមរាធ្លាប់ថ្កើដែលបាត់អស់អ្នកចេះសូត្រអស់ទៅសពថ្ងៃសាលាក៏មិនឃើញមានបង្រៀនមានអីចឹងទៅសុទ្ធតែទុកដណ្ដាំឲ្យយើងនៅក្នុងនឹងទាំងអស់យើងចំគ្នាមើលបន្លងអាពាកបណ្ដាំតូចផុសគាត់នឹង